strawberry នេះទាំងគ្នាហើយយើងមកបេះ strawberry នេះគឺជានេះផ្លែ strawberry ណាអ្នកនរយើងបេះមើលអាណាទុំឧទាហរណ៍នេះដូចជាប្រភេទអានេះពេលជាដើមអញ្ចឹងនេះយើងអាចបេះបានហើយជាកម្មករកញ្ចះដាច់ថ្លៃបាទធ្វើការកើតជាដេញក្បាលចោល6ថ្ងៃបាទមើលទៅមកដឹងបន្ទាប់ពីយើងរៀបចំបេះផ្លែ strawberry ហើយយើងក៏បានយកទៅវេចខ្ចប់នេះលក្ខណៈដែលយើងយកវេចខ្ចប់ជាដំណាក់កាលណាហើយចំណែកអានេះគឺជា strawberry ដែលនៅសល់ហើយចំណែកនៅសល់គឺក្រុមហ៊ុនបានឲ្យពួកខ្ញុំយកមកផ្ទះគឺដើម្បីបរិភោគចែកគ្នាហូបអញ្ចឹងអ្នកទាំងអស់គ្នានេះគឺជា strawberry ដែលនៅសល់គឺមានអីល្អនោះទេគ្រាន់តែវាអត់ត្រូវຂະຫນាតអត់ត្រូវទម្រង់ដើម្បីគេយកទៅលក់ណាអ្នកនរគ្នា